អត់ទុកយូរក្រោយពីល្បីផ្ទះដែលទុកចោលមានខ្មោចលើងឬក៏ផ្ទះខ្មោចទិញអីជាដើមស្រាប់តែពេលនេះកូនស្រីម្ចាស់ផ្ទះបានចេញមកបញ្ជាក់ច្បាស់បែបនេះបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមជាពិសេសអ្នកលេង TikTok ថ្មីនេះមានករណីល្បីផ្ទុះខ្លាំងមែនទែនពាក់ព័ន្ធទៅនឹងផ្ទះមួយខ្នងដែលម្ចាស់បានទុកចោលហើយចេញទៅរកស៊ីបាត់ផ្ទះនេះត្រូវបានក្មេងៗស្ទាវមួយចំនួនជាពិសេសគឺសិស្សសាលាតែម្ដងនាំគ្នាចូលទៅថតលេងឡើងលេងលើផ្ទះនេះនិងខ្លះទៀតថាផ្ទះនេះមានខ្មោចព្រាយនៅជាដើមយ៉ាងណាចំពោះផ្ទះមួយខ្នងនេះយើងឃើញមានការជជែកវែងញែកនិងខ្លះលើកជាចម្ងល់ឆ្ងល់ថាតើផ្ទះនេះពិតជាមានខ្មោចនៅមែនដែរឬទេក្នុងនោះកូនម្ចាស់ផ្ទះក៏បានចេញមកបញ្ជាក់និងប្រាប់ទៅដល់អ្នកលេងបណ្ដាញសង្គម Facebook ដូចនេះថាក្នុងនាមខ្ញុំជាម្ចាស់ផ្ទះសូមជម្រាបទៅដល់អ្នកដែលថាផ្ទះខ្ញុំខ្មោចទិញខមមិនដាក់ទំនាយថាគ្រួសារខ្ញុំស្លាប់ទាំងគ្រួសារហើយអ្នកដែលថតផ្ទះខ្ញុំនិយាយពន្លឹះគ្មានការអនុញ្ញាតពីគ្រួសាររបស់ខ្ញុំក្នុងពេល24ម៉ោងលុបវីដេអូដែលបានថតផ្ទះរបស់ខ្ញុំហើយចេញសំទោសជាសាធារណៈដល់គ្រួសាររបស់ខ្ញុំបើក្នុង24ម៉ោងហ្នឹងខ្ញុំមិនឃើញ page មួយណាឬក៏ account មួយណាដែលបានផុសផ្ទះរបស់ខ្ញុំមិនលុបវីដេអូខ្ញុំនឹងដាក់ពាក្យប្តឹងតាមផ្លូវច្បាប់អរគុណពីកូនម្ចាស់ផ្ទះជួយ share ឲ្យម្ចាស់ page និងម្ចាស់ account ដែលបានផុសរូបផ្ទះរបស់ខ្ញុំនឹងឲ្យបានឃើញហើយឲ្យលុបជាបន្ទាន់ក្នុងរយៈពេល24ម៉ោងក្នុងនោះក៏មានការចូលទៅខមមិនបន្ថែមទៀតថាផ្ទះនេះនៅខេត្តកំពង់ស្ពឺមានម្ចាស់ត្រឹមត្រូវតែម្ចាស់ទៅនៅស្រុកថៃធ្វើការមូលហេតុដែលគាត់មិនដាក់ចណ្ដើរព្រោះគាត់ខ្លាចជួនអនាមិកឬមនុស្សមិនគ្រប់សតិឡើងលើផ្ទះរបស់គាត់ជុះអាចជុះនោមកក្រិចស្អុយឬក៏ដុតសម្រាមដុតអីប៉ះពាល់ដល់ផ្ទះគាត់តែមួយបែរជាឡើងទៅលេងជន់ឈ្លីបំពេញរបស់គេជាពិសេសពួកក្មេងៗមួយចំនួនបាទប្រិយមិត្តជាទីគោរពរាប់អានបាទនេះដឹងហើយពីខាងម្ចាស់ផ្ទះបាទដែលគាត់ចេញមកបញ្ជាក់ច្បាស់ជុំវិញផ្ទះនេះបាទដោយសារតែក្នុងនោះយើងឃើញមានការជជែកវែកញែកអ្នកខ្លះក៏ថាផ្ទះនឹងខ្មោចទិញអញ្ចឹងទៅអ្នកខ្លះក៏លើកឡើងថាផ្ទះនឹងហើយលើងគេពេកហើយម្ចាស់ផ្ទះរត់ចោលស្រុកអីចឹងទៅបាទក្រោយពីមានការលើកឡើងនិងជជែកវែកញែកគណៈនៃ Facebook ម្នាក់ដែលអះអាងថាជាកូនម្ចាស់ផ្ទះហ្នឹងបានចេញមកបញ្ជាក់ហើយថាផ្ទះនេះគឺជាផ្ទះរបស់គ្រួសារគាត់ហើយមិនមែនជាផ្ទះដែលមានខ្មោចទិញឬក៏ស្លាប់ទាំងគ្រួសារនៅលើផ្ទះនេះអីនោះទេបាទពលគឺផ្ទះនេះជាផ្ទះដែលមានកម្មសិទ្ធិត្រឹមត្រូវមានម្ចាស់ត្រឹមត្រូវបាទគ្រាន់ថាម្ចាស់ផ្ទះមិនបាននៅគ្រប់គ្រងថែរក្សាត្រូវទៅរកលុយរកកាក់អីចឹងណាអញ្ចឹងហើយក៏ទុកផ្ទះនេះចោលអាចថាមួយរយៈសិនបាទហើយក្នុងនោះយើងឃើញថាផ្ទះនេះមុននឹងគ្រួសារចេញទៅរកស៊ីអីហ្នឹងគឺគេបានទុកផ្ទះនេះដោយមិនបានដាក់ចណ្ដើរដាក់អីនោះទេបាទហេតុផលនោះគឺអាចថាខ្លាចមានអ្នកឡើងទៅដេកទៅពូនអីលើផ្ទះរបស់គេអញ្ចឹងទៅបាទអញ្ចឹងហើយក៏មិនមានដាក់ចណ្ដើរដាក់អីហើយអីវ៉ាន់របស់របរនៅក្នុងផ្ទះក៏មិនមានដែរបាទអញ្ចឹងផ្ទះនេះគឺមានតែសម្បកផ្ទះទេក្នុងនោះក៏ឃើញមានក្មេងៗសិស្សសាលាមួយចំនួនហ្នឹងគឺថាសម្រុកនាំគ្នាទៅលេងនិងបង្កើតជាពាក្យចចាមអារាមថាផ្ទះនេះមានខ្មោចមានអីលើងឬក៏ផ្ទះខ្មោចទិញខ្មោចអីអញ្ចឹងទៅបាទអញ្ចឹងទេតាមរយៈការបកស្រាយនេះគឺច្បាស់ណាស់ថាផ្ទះនេះគឺមានម្ចាស់ត្រឹមត្រូវហើយផ្ទះនេះក៏មិនមែនជាផ្ទះខ្មោចទិញឬក៏មានខ្មោចមានអីលើងអីដែរបាទគឺផ្ទះសម្រាប់មនុស្សនៅហើយក្នុងនោះម្ចាស់ផ្ទះខាងលើក៏បានប្រមានទៅដល់បណ្ដា page ឬក៏ Facebook មួយចំនួនដែលបានផុសរូបផ្ទះរបស់ខ្លួននឹងគឺថាសូមឲ្យលុបចេញបើមិនអញ្ចឹងទេគឺនឹងមានចំណាត់ការតាមផ្លូវច្បាប់បាទ